មានគ្រួសារដ៏តូចមួយដែលមានសមាជិក3នាក់អាចនិយាយបានថាគេជាគ្រួសារដ៏កំសត់មួយជីវភាពគ្រួសារមិនសូវជាលំបាកប៉ុន្មានឡើយការហូបចុកមានគ្រប់គ្រាន់ប៉ុន្តែអ្វីដែលមិនសមប្រកបនោះគឺការបាត់បង់កាយសម្បទារបស់ក្មេងប្រុសម្នាក់ដែលជាកូនតូលក្នុងគ្រួសារនោះគេមានឈ្មោះថាពិសិដ្ឋបងសម្លាញ់អូនពិបាកចិត្តខ្លាំងណាស់បងកូនរបស់យើងគេពិបាកខ្លាំងណាស់តាំងពីតូចមកគេមិនដែលមើលឃើញអ្វីសោះឡើយពិតមែនហើយអូនបងអាណិតពិសិដ្ឋខ្លាំងណាស់បើសិនជាគេអាចមើលឃើញដូចក្មេងដតីមិនដឹងជាល្អប៉ុណ្ណាទេបងចង់យកគេទៅមើលគ្រូពេទ្យផ្សេងទៀតអូនគិតយ៉ាងម៉េចដែរអូនចង់ខ្លាំងណាស់បងតែយើងយកពិសិដ្ឋទៅព្យាបាលច្រើនពេទ្យមកហើយសឹងតែពេញប្រទេសហើយតែគ្មានពេទ្យណាដែលអាចព្យាបាលគេបានសោះបើអាចដូរភ្នែកអូននឹងដូរជាមួយគេជាមិនខានកុំនិយាយអញ្ចឹងអីអូនបងចង់សាកយកទៅគ្រូនៅស្រុកខាងកើតបន្តិចមើលព្រោះគេថាគ្រូនៅទីនោះល្បីគួរសមហើយគាត់មិនត្រឹមតែជាគ្រូពេទ្យទេគាត់អាចខាបយកព្រលឹងខ្មោចបានទៀតព្រលឹងខ្មោចអូនអត់ចង់ទៅទេបងព្រោះគ្រូនៅទីនោះមើលតែគួរឲ្យខ្លាចណាស់អត់ទេអូនគេថាគាត់ស្លៀកពាក់ដូចតែមនុស្សសាមញ្ញអញ្ចឹងតាហើយរស់នៅដូចតែគេដូចតែឯងអញ្ចឹងប៉ុន្តែគាត់ចេះច្រើនទាំងជំងឺទាំងព្រលឹងវិញ្ញាណអីហ្នឹងបើយើងអស់ជំរឿទៅហើយមានតែសត្វតែក៏ម្ដងទេអស់ប៉ុន្មានក៏ទៅដែរឲ្យតែកូនយើងជាទោះជាត្រូវលក់ផ្ទះក៏អូនព្រមដែរអញ្ចឹងសាកទៅចឹងពិសិដ្ឋក្រោកឡើងកូនម៉ែពុកនាំកូនទៅព្យាបាលពេទ្យមួយទៀតបាទហើយម៉ែពុកកូនលែងចង់ទៅហើយកូនហត់ណាស់ហើយមិនមានភ្នែកមើលក៏អត់ទៅកូនអស់អារម្មណ៍ចង់ឃើញពិភពលោកនេះហើយព្រោះវាអយុត្តិធម៌ពេកសម្រាប់កូនកុំនិយាយអញ្ចឹងអីកូនកុំអស់សង្ឃឹមណាបើទោះជាត្រូវលះបង់អ្វីក៏ពុកត្រូវតែរកពេទ្យព្យាបាលភ្នែកកូនឲ្យបានដែរតោះកូនពុកនិយាយចប់ពិសិដ្ឋក៏បានដើរទៅជាមួយនឹងម្ដាយឪពុករបស់គេទាំងអស់សង្ឃឹមគេមិនគិតថាភ្នែករបស់គេអាចមើលឃើញបានឡើយពេលដើរទៅដល់គេបានជួបនឹងលោកតាម្នាក់ដែលមានវ័យចាស់ជរាអត់ទោះលោកតាខ្ញុំមកពីស្រុកឆ្ងាយខ្ញុំឮគេល្បីថាស្រុកនេះមានលោកគ្រូម្នាក់ដែលគាត់អាចព្យាបាលជំងឺបានគ្រប់មុខហើយថែមទាំងចេះខាងអរូបីទៀតតើលោកតាមានដឹងថាគាត់នៅឯណាទេហើយខ្ញុំចង់យកកូនរបស់ខ្ញុំទៅព្យាបាលនឹងគាត់តើចៅប្រុសតូចនោះគេឈ្មោះអីដែរអូគេអត់ឈ្មោះអីទេលោកតាប៉ុន្តែភ្នែករបស់គេពិការតាំងតែពីកើតខ្ញុំចង់ឲ្យលោកគ្រូនោះគាត់ជួយបើទោះជាបថុយក៏ខ្ញុំចង់មកសាកដែរតើលោកតាដឹងតែគាត់នៅណាទេឆ្ងាយដូចជើងមេឃតែចិត្តនៅមុខឯងនឹងឯងមិនបាច់ចាំដើរនក់ទៅហត់ទេគាត់នៅមិនឆ្ងាយទេអ្នកទាំងពីរមកដល់កន្លែងហើយចៅទាំង3នៅទីនេះសិនហើយចាំតាទៅក្នុងមួយផ្លេតនិយាយចប់លោកតាក៏ដើរចូលទៅក្នុងផ្ទះបាត់ទៅអូនតាមពិតយើងមកដល់ត្រូវកន្លែងហើយតើនេះប្រហែលជាទេវតាមិនតម្រូវឲ្យយើងទៅហួសឡើយទេវតាពិតជាចង់ជួយយើងមែនហើយពិតមែនហើយបងលោកតាក៏ដើរមកវិញរួមជាមួយនឹងរបស់ម្យ៉ាងនៅក្នុងដៃចៅប្រុសដើរមកតាមកពេលនោះពិសិដ្ឋក៏បានដើរទៅជិតលោកតាគ្រូនោះលោកតាក៏យករបស់នោះដាក់ក្នុងភ្នែកពិសិដ្ឋម៉ែពុកខ្ញុំមើលឃើញមុខពុកម៉ែហើយខ្ញុំពិតជាសប្បាយចិត្តណាស់ខ្ញុំពិតជាអាចមើលឃើញបានពិតមែនឯកូនម៉ែសប្បាយចិត្តខ្លាំងណាស់ទីបំផុតក្តីសម័យរបស់គ្រួសារយើងបានកើតឡើងមែនអរគុណច្រើនណាស់លោកតាតែមិនបានជាភ្នែករបស់ពិសិដ្ឋក្រហមខ្លាំងណាស់លោកតាភ្នែកនេះមិនមែនជាភ្នែកមនុស្សឡើយវាជាភ្នែករបស់ខ្មោចដែលបានស្លាប់7ថ្ងៃមកហើយខ្មោចស្លាប់តែកាយតែភ្នែកនេះនៅមានវិញ្ញាណនៅឡើយវិញ្ញាណ
នៃភ្នែកនេះគឺមានអានុភាពខ្លាំងណាស់អានុភាពយ៉ាងម៉េចទៅលោកតាមិនបាននិយាយអ្វីច្រើនឡើយហើយក៏បានដើរចូលទៅក្នុងផ្ទះបាត់ទៅប្តីប្រពន្ធអ្នកទាំងពីរមានការចម្លែកក្នុងចិត្តយ៉ាងខ្លាំងព្រោះតែគេមិនបានដឹងពីការពិតនៅឡើយតែគេក៏សប្បាយចិត្តពេលដែលកូនរបស់គេអាចមើលឃើញវិញពួកគេទាំងបីក៏នាំគ្នាដើរទៅតាមផ្លូវយ៉ាងសប្បាយចិត្តពិសិដ្ឋកូនម៉ែសប្បាយចិត្តជំនួសកូនណាស់តើកូនចង់ញ៉ាំអីដែរពេលទៅដល់ផ្ទះវិញដើម្បីអបអរសាទរកូនក៏សប្បាយចិត្តដែរម៉ែកូនអត់ទាន់ដឹងថាត្រូវញ៉ាំអីទេតែបញ្ញាប់ដើរបន្តិចទៅមេឃភ្លៀងមកដល់យើងឥឡូវហើយនៅស្រុកខាងមុខក៏ភ្លៀងខ្លាំងណាស់ភ្លៀងអីកូនមេឃឲ្យស្រឡះចេះហ្នឹងថ្ងៃក្តៅបើកសឹងតបៃក្បាលទៅហើយហ្នឹងគេក៏ដើរទៅផ្ទះវិញទៅគ្រាន់តែចូលទៅដល់ក្នុងផ្ទះភ្លាមក៏ស្រាប់តែឮសូរសំឡេងគោលាន់និងភ្លៀងយ៉ាងខ្លាំងម៉ែវាភ្លៀងពិតមែនកូនមិនមែនចេះតែនិយាយលេងទេហើយមិនបានជីវិតដឹងតែភ្លៀងអញ្ចឹងណាអំបញ្ញមិញមេឃក្តៅបើកថ្ងៃសឹងអីហ្នឹងពិសិដ្ឋមិនបានជាកូនដឹងថាមានភ្លៀងមកអញ្ចឹងគឺមកពីកូនមើលឃើញភ្លៀងនោះណាពុកតែហេតុអីបានជាកូនមើលឃើញបានឆ្ងាយខ្លាំងម្ល៉េះកូនក៏មិនយល់ពីខ្លួនឯងដែរអូម៉ែវាប្រហែលនេះគឺជាអានុភាពនៃភ្នែកខ្មោច7ថ្ងៃនោះហើយ10ឆ្នាំក្រោយមកពេលនេះពិសិដ្ឋមានអាយុ22ឆ្នាំហើយគេពេញកំឡោះស្ដោកគេត្រូវបានអ្នកភូមិដាក់រហស្សនាមថាអាភ្នែកមុតម៉ែឆាប់នាំគ្នាប្រមូលស្បៀងអាហារយកមកទុកហើយប្រាប់អ្នកភូមិទាំងអស់ឲ្យរៀបចំវាយបង្គោលផ្ទះនិងសសរផ្ទះឲ្យបានជាប់ជាងនេះ3ថ្ងៃទៀតនឹងមានព្យុះភ្លៀងកំណាចយ៉ាងធំបក់បោកមកលើប្រទេសរបស់យើងហើយឥឡូវនេះវាកំពុងតែកើតនៅប្រទេសជិតខាងយើងនេះឯងខ្ញុំឃើញវាបក់បោកខ្លាំងណាស់ពុកម៉ែឆាប់ទៅប្រាប់អ្នកភូមិទៅខ្ញុំចេញទៅប្រាប់គេដែរមិនអីទេកូនពុកម៉ែជឿលើកូនព្រោះកូនតែងតែប្រាប់ពុកម៉ែត្រូវជានិច្ចនិយាយចប់ពួកគេទាំង3នាក់ក៏ប្រញាប់នាំគ្នាចែកផ្លូវគ្នាទៅក្នុងភូមិដើម្បីប្រាប់អ្នកភូមិអំពីបញ្ហាដ៏អាក្រក់មួយនេះម្ដងនេះការប្រាប់របស់ពិសិដ្ឋមិនបានធ្វើឲ្យពិសិដ្ឋជួបនៅរឿងល្អឡើយដំណឹងនេះបានលេចឮទៅដល់ស្ដេចមួយអង្គដែលកំពុងសោយរាជ្យនៅក្នុងនគរនោះសេនាឆាប់ទៅចាប់អាក្មេងប្រអត់បានការដែលដើរបំផុសបំផុលព័ត៌មានមិនពិតទៅកាន់រាជនោះយកមកឲ្យយើងចង់ដឹងថាហើយអ្វីបានជាវិហ៊ានប្រហើនធ្វើយ៉ាងដូចនេះក្រាបទូលព្រះអង្គសេនាក៏បានចេញទៅចាប់ពិសិដ្ឋយកមកក្នុងរាជវាំងដើម្បីឲ្យព្រះអង្គធ្វើការសាកសួរថ្ងៃបន្តិចសេនាក៏នាំពិសិដ្ឋមកដល់វាំងមើលអាក្មេងប្រុសតើឯងកើតអ្វីបានជាឯងទៅដើរនិយាយបំផុសបំផុលព័ត៌មានមិនពិតទាំងនោះទៅកាន់រាជស្លុតបូររបស់យើងឯងដឹងទេឯងធ្វើបែបនេះមានទោសធ្ងន់ប៉ុណ្ណាក្រាបទូលព្រះអង្គទូលបង្គំមិនបាននិយាយបំភ្លៃការពិតទេតែទូលបង្គំហ៊ានយកក្បាលមកធានាទូលបង្គំមានភ្នែកខ្មៅ7ថ្ងៃដែលអាចមើលឃើញឆ្ងាយបានអាក្មេងឈួតឯងមិនចង់រស់ហើយមើលទៅបានជាហ៊ាននិយាយពាក្យទាំងអស់នេះមកលើយើងសេនានាំអាក្មេងម្នាក់នេះទៅដាក់គុកភ្លាមរងចាំការកាត់ទោសសេនាក៏បានយកពិសិដ្ឋទៅដាក់ក្នុងគុកបាត់ទៅកណ្ដងទៅអស់រយៈពេល3ថ្ងៃក្នុងនគរក៏ដូចជាប្រទេសទាំងមូលបានរងនៅឥទ្ធិពលនៃខ្យល់ព្យុះយ៉ាងធំមួយគឺដូចទៅនឹងសម្ដីរបស់ពិសិដ្ឋនិយាយអញ្ចឹងតាមពិតទៅអាក្មេងប្រុសម្នាក់នេះវានិយាយពិតមែនតើតែនេះប្រហែលជាការចៃដន្យហើយព្រះអង្គក្រោយពីព្យុះហើយប្រជារាស្ត្រមានជំងឺអាសន្នរោគពេញស្រុកភូមិពួកគេមិនមានថ្នាំព្យាបាលទេព្រះអង្គមិនអីទេយើងប្រហែលជាមានវិធីដោះស្រាយហើយព្រះអង្គក៏បានដើរទៅក្នុងគុកដែលឃុំពិសិដ្ឋនោះ
ពេលនេះស្រុកភូមិរបស់យើងមានជំងឺអាសន្នរោគហើយយើងគួរធ្វើយ៉ាងម៉េចបើឯងពិតជាអាចមើលឃើញបានពិតមែនឯងគួរតែដឹងថាប្រភពនៃជំងឺមួយនេះមកពីណាក្រាបទូលព្រះអង្គទូលបង្គំចាំឲ្យតែព្រះអង្គមកនឹងអាចប្រាប់ទ្រង់ពីរឿងនេះនៅក្បែរស្ទឹងមានដើមឈើពុលម្យ៉ាងដែលមានមេរោគកាចសាហាវណាស់ព្រះអង្គគ្រាន់តែឲ្យសេនាទៅកាប់ដើមឈើនោះចេញជំងឺនោះនឹងបាត់ភ្លាមព្រោះដើមឈើនោះវានៅបង្ហូរនៅជិតមាត់ស្ទឹងនឹងឯងអ្នកភូមិតែងតែយកទឹកស្ទឹងនោះទៅប្រើប្រាស់ជាប្រចាំព្រះអង្គក៏បានធ្វើតាមបណ្ដាំពិសិដ្ឋក្រោយមកអ្វីដែលគួរឲ្យភ្ញាក់ផ្អើលសម្រាប់ទ្រង់នោះគឺជំងឺអាសន្នរោគត្រូវបានបាត់ដោយពាក្យពិសិដ្ឋនិយាយមែនព្រះអង្គក៏បានជ្រាបច្បាស់និងដោះលែងពិសិដ្ឋឲ្យយើងសុំទោសផងដែលយើងចាប់ឯងមកដាក់គុកទាំងដែលឯងជាមនុស្សល្អបែបនេះដើម្បីសងការខូចខាតដែលមានចំពោះឯងយើងនឹងតែងតាំងឯងធ្វើជារាជគ្រូនៃក្នុងរាជវាំងនេះពិតមែននៃព្រះអង្គទូលបង្គំសប្បាយជាខ្លាំងណាស់ចាប់ពីពេលនោះមកពិសិដ្ឋក៏បានក្លាយជារាជគ្រូនៃរាជវាំងនោះហើយគេបានយកឪពុកម្ដាយរបស់គេមកនៅជាមួយដែរពិសិដ្ឋបានក្លាយជាមនុស្សជំនិតរបស់ព្រះអង្គដើម្បីជួយការរីកចម្រើនដ៏ល្អមួយសម្រាប់នគរសូមជូនរឿងដៃជើងមាត់ច្រណែននិងក្រពះកាលពីយូរលង់ណាស់មកហើយមានដំណាលថាដៃជើងនិងមាត់ជជែកគ្នាពេលនោះជើងនិយាយមុនគេថាសពថ្ងៃនេះយើងនឿយហត់ណាស់ពេលនោះដៃក៏ឆ្លើយថាមែនហើយចំណែកខ្ញុំវិញរឹតតែរវល់គ្មានពេលទំនេរសោះមាត់ឆ្លើយតបវិញភ្លាមថាខ្ញុំក៏រវល់ខ្លាំងជាងពួកអ្នកទៅទៀតខ្ញុំនិយាយផងខ្ញុំទៅពៀផងរួចខ្ញុំត្រូវលេបបញ្ជូនអាហារទៅទៀតដៃជើងសុំទៅមាត់ភ្លាមតើអាហារអ្នកបញ្ជូនទាំងនោះធ្លាក់ទៅលើអ្នកណាមាត់ក៏ឆ្លើយថាអូគ្មាននរណាក្រៅពីក្រពះទេជើងស្រែកថាខ្ញុំខំដើរគ្រប់ទិសទីដើម្បីរកអាហារហត់ខ្លាំងណាស់តែមិនទទួលបានផលអ្វីសោះដៃក៏ពោលបន្ថែមទៀតថាចំណែកខ្ញុំវិញសូម្បីតែពេលដេកក៏ខ្ញុំធ្វើការដែរជជែកគ្នារួចពួកគេក៏និយាយព្រមគ្នាថាពួកយើងមិនសុខចិត្តទេពួកយើងត្រូវតែឈប់ធ្វើការដើម្បីបង្អត់អាហារឲ្យក្រពះស្វិតតែម្ដងទៅបន្ទាប់ពីពួកគេពិភាក្សាគ្នារួចមកក្រោយពេលនោះក្រពះក៏គ្មានអាហារកិនបញ្ជូនទៅរាងកាយទាំងមូលបន្ទាប់មកទៀតរាងកាយទាំងមូលក៏ត្រូវបានចុះខ្សោយទៅរហូតដល់ស្គមរីងរៃគ្មានកម្លាំងកំហែងដោយសារមានបញ្ហាសុខភាពខុសប្រក្រតីដៃជើងមាត់បានពិភាក្សាគ្នាម្ដងទៀតថាតើរមូលហេតុមិនឃើញសោះហេតុអ្វីបានជាយើងមានរូបរាងស្លេកស្លាំងស្គមគ្មានកម្លាំងកំហែងអញ្ចឹងពេលនោះក្រពះក៏និយាយថាពួកអ្នកមើលឃើញតែអ្វីដែលនៅជុំវិញខ្លួនពិសេសគិតតែខ្លួនឯងខ្លួនខ្ញុំជាក្រពះខិតខំបញ្ជូនអាហារសម្រាប់អ្នកទាំងអស់គ្នាណាមួយពេញនោះជើងយល់សេចក្តីច្បាស់មុនគេវាប្រឹងស្ទុះសំដៅទៅតុអាហារហើយដៃក៏យល់ពីបំណងរបស់ជើងហើយយល់ពីសាច់រឿងដែលក្រពះបាននិយាយដែរនោះក៏ប្រញាប់ចាប់ចំណីអាហារបញ្ចុកចូលមាត់ក៏យល់សាច់រឿងដែរក៏ខំទំពាគ្រូបយ៉ាងឆ្ងាញ់គ្រានោះក្រពះទៅញញឹមទទួលអាហារព្រមទាំងនិយាយថាអរគុណអ្នកទាំងអស់គ្នាដែលបានសហការរីករាយដូចដើមទីបំផុតរូបរាងកាយទាំងមូលក៏បានរឹងមាំឡើងវិញហើយស្រែកច្រៀងថាឡាសាមគ្គីនាំមកសេចក្តីសុខ